ក្រែនប្រហែលជាត្រូវកាត់ដីឲ្យរុស្ស៊ីហើយនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងមូស្គូនាពេលអនាគតដើម្បីរក្សាក្តីសង្ឃឹមរបស់ខ្លួននៅក្នុងការក្លាយទៅជាសមាជិកសហភាពអឺរ៉ុបនេះបើយោងតាមលោក Friedrich Merz អធិការបតីអាល្លឺម៉ង់មកដល់ម៉ោងនេះទៅហើយទីក្រុងមូស្គូនៅតែប្រកាន់ជំហរថាបើចង់បានសន្តិភាពយូរអង្វែងទីក្រុងគៀវដាច់ខាតទៅតែដកទាហានរបស់ខ្លួនចេញពីតំបន់ Donetsk តំបន់ Lugansk តំបន់ Kursk និងតំបន់ Zaporizhzhia ក៏ដូចជាទទួលស្គាល់ដែនដីថ្មីរបស់រុស្ស៊ីនៅក្នុងនោះរួមមានដូចជាតំបន់ Crimea ជាដើមតំបន់ដែលរុស្ស៊ីលើកឡើងទាំងអស់ខាងលើគឺបានបោះឆ្នោតនៅក្នុងសម្លេងលើសលប់ព្រមចូលរួមរស់ជាមួយសហព័ន្ធរុស្ស៊ីចាប់តាំងពីឆ្នាំ2014ដល់ឆ្នាំ2022សង្ឃឹមថាទីបំផុតនឹងមានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ីហើយបន្តមកផ្នែកខ្លះនៃទីក្រុងអ៊ុយក្រែនប្រហែលលែងជារបស់អ៊ុយក្រែនទៀតហើយនេះគឺជាប្រសាសន៍របស់លោកអធិការបតី Friedrich Merz អំឡុងពេលថ្លែងសន្ទរកថានៅក្នុងទីក្រុង Meseberg លោក Friedrich Merz បានបន្តថាបន្ទាប់មកលោកអាចជួយចុកជួយចែវឲ្យអ៊ុយក្រែនបានក្លាយជាសមាជិកសហភាពអឺរ៉ុបក៏ប៉ុន្តែដំណើរការនេះអាចចំណាយពេលវេលារៀងយូរបន្តិចមិនអាចបានឆាប់ដោយដែលលោកប្រធានាធិបតី Zelensky ចង់បាននោះឡើយលោក Zelensky មានគំនិតចង់ចូលរួមជាមួយសហភាពអឺរ៉ុបនៅថ្ងៃទី1ខែមករាឆ្នាំ2027ការចង់បានបែបនេះគឺមិនអាចទៅរួចទេសូម្បីតែនៅថ្ងៃទី1ខែមករាឆ្នាំ2028ក៏ប្រហែលជាមិនអាចទៅរួចដែរនេះគឺជាការបញ្ជាក់បន្ថែមរបស់លោកអធិការបតី Friedrich Merz